បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទ14កុម្ភៈ Valentine Day កុំភ្លេចបាទបងប្អូនអញ្ជើញមកទិញមាសឬក៏ទិញគ្រឿងអលង្ការពេជ្របាទនៅហាងពេជ្រ CSMJ មានព្រីឈ្នួលមាន 15% បាទហើយយើងធ្វើតាំងថ្ងៃហ្នឹងនិងថ្ងៃស្អែកទេឥឡូវមុននឹងចូលដល់តម្លៃមាសយើងបន្តិចយើងមើលទីផ្សារអន្តរជាតិហើយក៏មានព័ត៌មានល្អបាទមួយចំនួនហើយក៏មានព័ត៌មានខ្លះជួយនឹងប្រាប់ទៅដល់ពុកម៉ែបងប្អូនដែលគាត់តែងតែមើលការ prediction របស់ខ្ញុំបាទតម្លៃទីផ្សារអន្តរជាតិបាទ$5041បាទក្នុង1អោនបើគិតពីតម្លៃលក់នៅទីក្រុងភ្នំពេញ$163,800ក្នុង1គីឡូបើគិតជាតម្លឹងបាទ$6,143ក្នុង1តម្លឹងបាទអញ្ចឹងព័ត៌មានដែលតាក់ទងនឹងតម្លៃមាសយប់មិញគឺបានឲ្យកាដូខ្លះដែរមុននឹងបិទលេខម៉ាស៊ីននៅម៉ោង5ហ្នឹងបាទគឺឈរនៅ ranking 160000បាទ$3,800ក្នុង1គីឡូបាទនេះគឺល្អដែរណាបងប្អូនបាទអញ្ចឹងបើសិនជាចំណុចទី1បើសិនជាទំនិញផ្សេងនៅសហរដ្ឋអាមេរិកបាទនៅតែថ្លៃបាទដូចជាពេត្រូបាទសាំងដូចជាដោះគោបងទាបន្លែប្លុកទំនិញសពសារពើនៅលើទីផ្សារនៅសហរដ្ឋអាមេរិកបើសិនជានៅតែថ្លៃខែក្រោយបាទធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនឹងកាត់អត្រាការប្រាក់បាទបើសិនជាកាត់អត្រាការប្រាក់តម្លៃមាសនឹងបុកឡើងបាទចំណុចទី2ជាចំណុចមួយដែលបងប្អូនដែលអ្នករកស៊ីលក់មាសលក់ផ្លាទីនលក់មាសអីហ្នឹងហើយលក់គ្រឿងអលង្ការពេជ្រហ្នឹងយើងចាំមើលទាំងអស់គ្នាបាទនៅថ្ងៃ19កុម្ភៈមានអីបាទនៅថ្ងៃ19កុម្ភៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវនឹងបើកកិច្ចប្រជុំលើកដំបូងសម្រាប់គំនិតផ្ដួចផ្ដើមក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំកិច្ចប្រជុំនេះត្រូវបានជំរុញទុកសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្គាហ្សានិងការស្ដារសន្តិភាពឡើងវិញនៅមជ្ឈិមបូព៌ាវាត្រូវចំណាយប្រាក់$1000លានសម្រាប់ប្រទេសនីមួយៗដើម្បីចូលរួមប្រទេសជាច្រើននៅមជ្ឈិមបូព៌ាបដិញ្ញាចិត្តរួមគ្នាបាទអញ្ចឹងអ្នកដែលចូល peace deal ជាមួយនឹងលោកដូណាល់ត្រាំត្រូវបង់ទៅឲ្យលោកដូណាល់ត្រាំនឹង$1000លានបាទអញ្ចឹងចាំមើលទាំងអស់គ្នាបងប្អូនបាទតើការជួបជុំគ្នានេះគឺជាចំណុចមួយសំខាន់ដែរដែលជំរុញឲ្យមាសឡើងឬក៏ចុះនៅចំណុចទាំងអស់ហ្នឹងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបាទចាំមើលទាំងអស់គ្នាបាទថ្ងៃ19កុម្ភៈបាទដូចជាមានព័ត៌មានតាក់ទងនឹងប្រធានាធិបតីបាទផ្សេងចូលរួមដែរ60ប្រទេសជាងបងប្អូនដូចជាមានកម្ពុជាយើងបាទសម្ដេចធិបតីហ៊ុនម៉ាណែតចូលរួមដែរបាទអញ្ចឹងចាំមើលទាំងអស់គ្នាបាទព័ត៌មាននេះរៀងក្តៅដែរណាបងប្អូនព្រោះក្តៅរបៀបម៉េចបាទ peace deal បាទអញ្ចឹងបើសិនជាចូលឆ្នាំយើងនៅ enjoy នៅឡើយទេ19បើយើងគិតមើលយើងឈប់ថ្ងៃ16 17 18 19ហ្នឹងគឺមានការជួបជុំលក្ខណៈបាទ60ប្រទេសជាងបាទហើយអ្នកដែលចូល member deal peace ហ្នឹងមានន័យថាសន្តិភាពរបស់លោកដូណាល់ត្រាំហ្នឹងត្រូវតែនិយាយចរចាគ្នារបៀបម៉េចស្ដាប់គេរបៀបម៉េចហើយបើសិនជា agree ត្រូវ pay ឲ្យលោកដូណាល់ត្រាំ$1000បាទលានបាទច្រើនណាស់ណាអញ្ចឹងវាជាព័ត៌មានមួយយើងចាំមើលទាំងអស់គ្នាបាទតើតំបន់កាហ្សាអ៊ីស្រាអែលជាមួយរុស្ស៊ីអ៊ុយក្រែនហ្នឹងតើវាមានភាពតានតឹងដល់របៀបម៉េចហើយតើការដំណោះស្រាយបាទលោកដូណាល់ត្រាំជាមួយនឹង60ប្រទេសហ្នឹងដោយសាររបៀបម៉េចបាទយើងចាំមើលទាំងអស់គ្នាហើយព័ត៌មាននេះគឺល្អឬក៏អាក្រក់សម្រាប់មាសបាទយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះ Valentine Day សូមអញ្ជើញមកទិញមាសទិញពេជ្រទាំងអស់គ្នាហើយជាថ្ងៃសឹងតែជាថ្ងៃចុងក្រោយនៃការលក់បាទគ្រឿងអលង្ការហើយពីព្រោះចូលដល់ឆ្នាំចិនឆាប់នេះហើយបងប្អូនបើយើងលក់តែមួយថ្ងៃហ្នឹងស្អែកថ្ងៃអាទិត្យអាចថា enjoy ឆៃនេះញូញៀជួបជុំបងប្អូនណាប៉ុន្តែសំខាន់ថ្ងៃហ្នឹងមានផ្កាចែកជូនទៅដល់ពុកម៉ែបងប្អូនដែរមួយបាច់ដើម្បីអបអរពិធីបុណ្យ Valentine Day បាទសូមអរគុណ